ជម្រាបសួរដូចជាសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានមេរៀនមួយនិយាយពី inversion SVG ឬក៏ISVG ណាហើយយើងនឹងបរៀនទាំងការប្រើប្រាស់ជាមួយនឹងការចាប់ជាមួយនឹង inversion SVG ហ្នឹងហើយinversion SVG ហ្នឹងខុសគ្នាជាមួយនឹង SVG មិនណាបានគេហៅ inversion SVG ហ្នឹងណាអូខេណាអញ្ចឹងយើងចាប់ផ្ដើមអរគ្នាណាអញ្ចឹងចំពោះ inversion SVG គឺយើងចាប់នៅពេលដែលវាបែក SVG វាបិទពី SVG មកវាបែក SVG យើងចាប់ជា inversion SVG អញ្ចឹង SVG វីដេអូមុនខ្ញុំបានបរៀនអ្នកនរគ្នាហើយថា SVG គឺយើង trade មិនណាគឺយើងចាប់មិនណាអញ្ចឹងវីដេអូមុនខ្ញុំបានបរៀនហើយអញ្ចឹងអានេះជាឧទាហរណ៍យើងរំលឹកមួយសារទៀតណាអញ្ចឹងSVG នៅពេលដែល candle ទី1 candle ទី2ជាមួយ candle ទី3នេះនៅពេលដែល candle wick របស់ candle ទី1ជាមួយនឹង wick candle ទី3អត់ប៉ះគ្នាគឺយើងហៅជា SVG ណាអញ្ចឹងចំពោះ SVG គឺស្តៀងគ្នាទេគឺមានន័យថានៅពេលដែល price ហ្នឹងវាឧទាហរណ៍វាឡើងទៅវាបង្កើតជា SVG នឹងមួយណាប៉ុន្តែនៅពេលដែលវាចុះ down trend មកវិញចាវាបិទដោយ body វាបិទដោយ body របស់ candle ដែលមិនបិទជា wick ទេអញ្ចឹងបើសិនជាក្នុងករណីដែល candle វាចុះមកវិញចាវាបិទពេញសាច់ដោយ body របស់ candle អញ្ចឹងគឺយើងចាប់វាជា ISVG ណាអូខេហើយចាប់ជា ISVG ណាតែបើសិនជាក្នុងករណីដែល candle ពេល bullish ចុះមកក្រោមនេះវិញវា wick វានៅក្រោមនេះមែនប៉ុន្តែនៅពេលដែលprice វាបិទ range មកវានៅក្នុង range នេះឬក៏នៅលើនេះអីគឺយើងអត់ចាប់កន្លែងហ្នឹងជា ISVG ទេលុះត្រាតែ candle វាបិទមកក្រោមនេះជាបិទពេញសាច់ចេះណាយើងចាប់ជា2 candle ចេះក៏បានណាឧទាហរណ៍ថា candle នេះបន្តនេះចុះណាអញ្ចឹង candle នេះបន្តនេះទោះអានេះវាបិទអត់ពេញសាច់ក៏ដោយប៉ុន្តែ candle នេះមួយមកបិទពេញសាច់អញ្ចឹងក៏យើងចាប់អាហ្នឹងជា ISVG បានដែរណាអញ្ចឹងISVG គឺប្រើបែបណាហើយហេតុអីបានយើងត្រូវស្គាល់ ISVG ហ្នឹងណាជាទូទៅ ISVG គឺវាកើតបន្ទាប់ពីចេញជា SVG រួចណាអញ្ចឹងបន្ទាប់ពីវាបង្កើតជា SVG រួចអញ្ចឹងនៅពេលដែលវាបិទបែក SVG អញ្ចឹងគឺវាហៅថា ISVG អញ្ចឹងនៅពេលដែលយើង trade ISVG គឺឧទាហរណ៍ថា price ហ្នឹងហក់ចុះមកចេះណាវានឹងអាចឡើងទៅវិញចេះអូខេចាក់មកដុំ ISVG ហ្នឹងណាមកដុំ range ហ្នឹងគឺយើងរកឱកាស sell មកក្រោមបន្តណាព្រោះ ISVG ក៏វាជាអ្នក support flow ក្នុងការដែលឲ្យផ្សារមូទៅបន្តដែរដោយសារតែអីបើយើងគិតមើល SVG មួយគឺនៅពេលដែលបង្កើតជា SVG មួយគឺវាមានតួនាទីក្នុងការដែល support flow ផ្សារឡើងអញ្ចឹងនៅពេលដែលវាកម្លាំងខ្លាំងដែលវាអាច support flow ផ្សារឡើងតែនៅពេលដែលវាចុះមកវិញវាបិទបែកអាហ្នឹងអញ្ចឹងមានន័យថាកម្លាំងរបស់អ្នក sell ឬក៏អ្នក buy ក៏ได้ឲ្យតែមាន ISVG គឺមានន័យថាវាបង្កើតមកវា sell off មកខ្លាំងដូចគ្នាអញ្ចឹងក៏ជាកន្លែងមួយដែលយើងអាចរកឱកាសក្នុងការដែលយើង sell មកវិញឬក៏ buy ទៅវិញបន្តដូចគ្នាបើសិនជាក្នុងករណីជា ISVG នៅក្នុងbullish គឺយើងរងចាំក្នុងការ buy ហើយបើសិនជាក្នុងករណីដែលវាជា bearish គឺយើងរងចាំក្នុងការ sell ណាអូខេណាអញ្ចឹងឥឡូវឧទាហរណ៍យើងមើលហើយណាអញ្ចឹងយើងទៅមើលផ្សារជាក់ស្ដែងទាំងអស់គ្នាអូខេឥឡូវយើងមកមើលផ្សារដែលកំពុងដើរជាក់ស្ដែងហ្មងទៅណាអូខេចំពោះផ្សារដើរជាក់ស្ដែងបែបនេះណានេះដាច់ low ហើយ SL នេះដាច់ហើយណាមាននៅទេដោយសារយើងយក TP វែងពេកណាអូខេអញ្ចឹងយើងមកមើល ISVG ណាអញ្ចឹងចំពោះករណីដែល ISVG គឺយើង
នៅពេលដែលមើលខ្ញុំឧទាហរណ៍ផ្សារណាខ្ញុំផ្សារមកក្រោយណាអញ្ចឹងនៅពេលដែលអ្នកនៅពេលដែលផ្សារ bullish ចូលមកក្រោមចេះវាបង្កើតជា AVG មួយដោយសារ candle ទី1និង candle ទី3 week របស់វាហ្នឹងអត់ប៉ះទេអញ្ចឹងវាបង្កើតជា AVG មួយអញ្ចឹងនៅពេលដែលផ្សារដើរទៅបន្តទៀតណាផ្សារវា aggressive នេះវា aggressive move ឡើងទៅលើបែបនេះវា aggressive move ឡើងទៅលើបែបហ្នឹងគឺវាបង្កើតជាអានេះជា IIVG ណាឬក៏មួយទៀតគេហៅជា BPR ណាប៉ុន្តែ BPR ខ្ញុំសុំបរៀនក្រោយណាអញ្ចឹងនៅពេលដែលផ្សារមូអញ្ចឹងយើងអត់មែនចាំនេះអត់មែនចាំបាយបដិញនៅលើនេះហើយវាពង aggressive ឡើងអញ្ចឹងយើងចាំវា retest ចុះមកចាក់ IIVG នឹងវិញបានយើងចាប់ផ្ដើមរកឱកាសក្នុងការបាយលើកឡើងណាអញ្ចឹងនៅពេលដែលប្រាយហ្នឹងវាបិទបាយ AVG អញ្ចឹងមានន័យថាវាក៏ជា PD array មួយដែល support flow ឬក៏អ្នកដែល support តម្លៃហ្នឹងឲ្យទៅតាម direction របស់វាដូចគ្នាណាព្រោះបើសិនជាយើងគិតមើលវាចុះមក aggressive ខ្លាំងចេះបង្កើតជា bullish bearish IVG អញ្ចឹងនៅពេលដែលវាបុកឡើងទៅវិញ aggressive buy ឡើងខ្លាំងគឺវាផ្ដាច់អាហ្នឹងអញ្ចឹងមានន័យថាកន្លែងហ្នឹងក៏ជាកន្លែងមួយដែលត្រតម្លៃដូចគ្នាអញ្ចឹងនៅពេលដែល price ហ្នឹងដើរជាក់ស្ដែងវាដើរឡើងទៅអញ្ចឹងវានៅពេលដែលយើងនេះអត់ចាំយើងអត់បដិញបាយលើហ្នឹងទេណាយើងចាំវាចុះម្ដងម្ដុំក្រោមនេះណាចុះមកចាក់ IIVG ហ្នឹងវិញបានយើងព្យាយាមទិញលើកឡើងណាអូខេនេះចុះមកចាក់ហើយណាអញ្ចឹងនៅពេលចាក់ហើយគឺវា support flow IIVG order block ណាឡើងទៅលើវិញណាអូខេឃើញវា aggressive ខ្លាំងទៅវិញណាចឹងកន្លែងហ្នឹងក៏ជាអ្នក support flow ដែរណាតែដោយសារតែកន្លែងនេះយើងយក TP វែងពេកណាតាមពិត TP យើងយកត្រឹមនេះគឺដាច់ automatic បាត់ហើយណាអូខេណាអញ្ចឹងនៅពេលដែលវាចុះមកវិញទៀតនេះនេះក៏វាបង្កើតជា inversion ឬក៏ IIVG ដូចគ្នាឬក៏គេហៅ BPR ណានេះបើសិនយើងចាប់អញ្ចេះជាបើសិនជាយើងចាប់បែបនេះsorry អញ្ចឹងនៅពេលដែលយើងចាប់បែបហ្នឹងគឺជា IIVG ណាតែនៅពេលដែលយើងចាប់អញ្ចឹងគឺជា BPR តែ BPR រៀងក្រោយណាអញ្ចឹងនៅពេលដែលវាចុះមកចាក់ inversion IVG ហ្នឹងអញ្ចឹងវានឹងមាន reaction ឡើងទៅលើវិញព្រោះអានេះវាក៏ជាអ្នក support flow ឬក៏អ្នកទ្រតម្លៃដូចគ្នាអញ្ចឹងពេលខ្លះក៏វាឡើងខ្លាំងពេលខ្លះក៏វាឡើងតិចប៉ុន្តែក៏វាជា PD array មួយដែលយើងអាចយកមកប្រើបានដូចគ្នាប៉ុន្តែគ្រប់ IVG ឬក៏ AVG ទាំងអស់មិនមែនយើងប្រើដើម្បីឲ្យតែឃើញទិញលើកឡើងឬក៏ sell តម្លាក់មកវិញគ្រប់ពេលទេណាយើងមានកន្លែងដែលយើងចេញចូលច្បាស់លាស់ណាអញ្ចឹងនៅពេលដែលវាចុះមកអញ្ចឹងវានឹងមាន reaction ណាអូខេនេះមាន reaction បុកឡើងទៅដល់លើណាអូខេអានេះផ្សារដើរជាក់ស្ដែងណាអូខេអូអត់ដាច់នេះកន្លែងនេះក៏យើងចាប់ជា IVG ដូចគ្នានេះដោយសារតាវាបែកបន្ទាប់ពី IVG នេះហើយគឺវាបិទពេញសាច់បិទដោយ candle ទៅលើវាបិទបែក candle នឹងទៅលើណានេះអញ្ចឹងវា IVG ហ្នឹងវាអត់ support flow ដើម្បី bullish តទេណាអញ្ចឹងវាអាចនឹងចាក់ទៅហ្នឹងវាហក់ឡើងទៅលើបន្តទៀតណាវាអាចចាក់ហ្នឹងវាអាចហក់ឡើងទៅលើទៀតណាអញ្ចឹងបើសិនជា candle នេះបិទលើនេះផ្សារហ្នឹង move ឡើងទៅលើទៀតណា move ឡើងទៅដល់យកលើអូខេអញ្ចឹងអានេះយើងមើលឧទាហរណ៍ផ្សេងណាអូខេយើងមើលគៀកហ្នឹងហ្មងណាអញ្ចឹងចំពោះកន្លែងនេះគឺ AVG ណាកន្លែងនេះគឺ AVG ណាអញ្ចឹងនៅពេលដែលវាបែកឡើងទៅលើបិទ candle អញ្ចេះគឺយើងហៅវាជា IIVG វិញណាអញ្ចឹងអ្នកនៅពេលដែលប្រាយនេះឡើងទៅនេះប្រាយនេះ
nè ta tập nè bài này tập 4 vì bạc cá chia ai vị trí bài nè nè chẳng ai vị trí bài nằng chẳng nó phải là mà candle tiết làng tới đặt bật candle lên trái hà năng cái hạ chia ai vị trí mà đòn nè hà vị trí ai vị trí nè chẳng là phải ai vị trí chẳng cứ dương ọt chăm và đánh bài lên năng tê về từ sân từ nó dương chấm nó phải để biết cho mà chạm ai vị trí nắng cứ dương chiếm tình lực làng nè có tạo thành chơi chắc nè là như thế nè ok chẳng dương xa từ một tiết nè khen đó bị cho mà chạm bắp họ tùy bằng chiên nè support flow làng từ lửa nè và tái nhom bây giờ hợp trả tiết mình ai vô ta ai vị trí đi có ai vị trí ta mùi nó vô tới tại bàn tê nè ok nè khởi nhé nè chẳng đại thì pì nè tổ mùi pi o có đại nè chẳng còn thao vi trên nè support flow làng từ lơ hay nó phải là vi pra bàn picture bị phở bàn ta mà lợt thế nè ta lơ pi bay lợt tới cứ vì ở sơ miền support phiệp tục lại đi tê phụ vi chạm anh ấy chạm bị đòn này nè đây chạm mà đòn tiền chẳng bị phở bị đòn này chẳng là phải bully cho một khẩu mấy cái việc tục lại bàn đấy nè ok 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 bài này rồi mà chạm này vẫn nhé tại phần này làng đàn lửa đại hại vẫn tại dương cũng khoa là nắng dương mà rồi IAVG dương vẫn nhé này cái lại này có đôi cái này nè IAVG bài IAVG trên cho IAVG nè nên là phải đẹp bài nắng làng từ hái nè nên tập 4 về bạc chỉ IAVG thế nè cả IAVG nè nó phải là vì làng từ lơ với việc display IAVG năng làm bay xe mà khổm thế cứ làng tập bật giờ mà chắc là phải vì làng tập bật cứ ở việt tới rồi nè chẳng dừng chấm mớ nó phải được biết retest cho một bình chăm mơ vì retest cho một bánh chăm dướng bài là ok vô tầm 2 trái bị mất ban ôi ta họ ta 2 trái bị tầm để cho ok nè mang đại nè nghe ok chân dừng tầm mơ to tiết nè cái này có chi IAVG đài nè phần tái vì mình man support flow của PT nè ok cho nên phải chọn chữ BPO đấy để sao để vì chạp tới vì bullish lắng làng tới bài kẹp đằng song kháng nè phần tái dừng rồi IAVG nè đã sạch này anh ấy có chi IAVG được cái này nè chắc nó bây giờ IAVG nè nèประกาศ IAVG mùi nè ok xong xá số mới lift ok này xa một bình má nè để chẳng nó phải đập lại này về bạc cá chia IAVG đâm bấy support flow mà khổ mình tái nó phải đập về làng từ về anticipate đi nè nè về anticipate bị bật nơi lửa bị bật nơi pin sạch bị bật đại bật đi chắc cứ dương chập chi IAVG với nhảy nè chẳng IAVG với ok chẳng về làng tới giờ bạch bật định thế nè chăm biết cho mà chạm một bình chăm biết cho mà chạm mà đông năng bên vậy má chăm dướng bài lực làng nè ôi thì họ tha dương giờ thầm đấy để copy cái đà là order block đấy đó nè mọi sợ thông page hay chúng mới về làng đàn nè nè ok vì làng đàn đấy chẳng chừng do TP thầm năng được cái này đấy nè chẳng là phải về cho chạm IAVG nâng máu vì năng họ làng từ mình á đặt mình thầm năng này nó tùy cái nhé sao tiết tùy là thế mình chẳng vì support flow bạn năng mình tái mình tha ao tầm biến sạch tái này bàn tê sạch tái support flow bàn tầng ở tê nè chẳng đôi cái này có vi feel là nè khơi mình IAVG máu này đây nè chẳng là về bị trả hái vì làng từ lơ tế cứ về feel làmของmình đi cái này nè ok chẳng anh ấy còn ta chỉ ca bật điện chập IAVG đấy nè chẳng cái này có chỉ IAVG này nè IAVG má port này cho má chắc support flow làng lờ nè
ok នេះជាឧទាហរណ៍ដែរយើងរៀនចាប់ IIVG ណាហើយ IIVG គឺយើងចាប់បានទោះជា candle មកឈប់នេះទោះ candle ខាងនេះវាមិនមែនជា IVG ដូចគ្នាក៏យើងចាប់ជា IVG ឲ្យតែបិទបោយ body នៅបិទដោយ body ទៅលើ IVG ខាងឆ្វេងដៃណាអញ្ចឹងបើវាជាកន្លែងមួយ support flow ដើម្បី bearish ឬក៏ bullish បន្តដូចគ្នាណាអូខេមើលហត់ទៀតមើលមានអីទៀតអត់អូខេនេះកន្លែងនេះក៏ជា IIVG ដូចគ្នាប៉ុន្តែវាចុះអត់ចាក់មកដល់ទេនេះវាឡើងទៅវិញបែកនេះដូចខ្ញុំបញ្ជាក់ចឹងមិនមែនថា candle មួយនេះបិទបើសិនជា candle មួយនេះបិទហើយគឺយើងអត់តន់ចាប់ជា IIVG ទេលុះត្រាតែវាបិទដោយ body ខាងលើនេះបើយើងជាចាប់ជា IIVG ណាអូខេគេដូចកន្លែងនេះក៏យើងចាប់ជា IIVG ដែរនេះពេលចាក់មកស្ទើហត់ឡើងទៅវិញអូខេកន្លែងនេះ IIVG ឬក៏ BPR ណាចឹងហត់ឡើងទៅចុះមកវិញអាចផុតតិចតួចប៉ុន្តែវានៅតែ support flow ឡើងកន្លែងនេះ IIVG ឬក៏ BPR នេះអានេះ BPR ណាបើយើងចាប់ប៉ុណ្ណេះជា IIVG បើយើងចាប់ប៉ុណ្ណេះចាប់ប៉ុណ្ណេះ IIVG ចាប់ប៉ុណ្ណេះជា BPR ណាអញ្ចឹងនៅពេលដែលវាចាក់មក support flow ហក់ឡើងទៅលើ1ទៅ2 R ល្មមណាឬក៏ high នេះមុំប៉ុណ្ណឹងអូខេវីដេអូហ្នឹងដូចជាមានតែប៉ុណ្្នឹងទេណាអញ្ចឹងយើងរងចាំមើលទាំងអស់គ្នាណានេះបែកហើយណាសារតែយើងយក TP វែងពេកណា 2R ជាងបើសិនយើងយកធំ 2R ធំនេះក៏ដាច់ដែរនេះណាតាមពិតយើងយកវែងពេកបើសិនយើងយកតែប៉ុណ្ណេះដាច់ផឹងណាហ្នឹងហើយចាក់ IIVG ឡើងទៅហើយចាស់របស់វានេះដាច់ផឹងណាអូខេអញ្ចឹងវីដេអូហ្នឹងមានប៉ុណ្ណឹងណាបើសិនជាបងប្អូនមានចង្អល់អីឬក៏អីអាច comment សួរឬក៏ឆាត direct មកខ្ញុំផ្ទាល់ក៏បានណាហើយយើងជួបគ្នាវីដេអូក្រោយណាអរគុណជម្រាបលា